សាសនាត្រូវការព្រះត្រៃបិដកជាគោលក្នុងការរក្សានៅលំនឹងនៃព្រះពុទ្ធសាសនាអញ្ចឹងដើម្បីនឹងទ្រទ្រង់បាននៅពុទ្ធសាសនានោះគឺត្រូវការបត្រៃបិដកដើម្បីនឹងទ្រទ្រង់បត្រៃបិដកដែលជាពុទ្ធវចនៈត្រូវការអ្វីដែលជាចាំបាច់គឺភាសាបាលីភាសាណាផ្ទុកនៅពុទ្ធវចនៈភាសានោះឲ្យឈ្មោះថាបាលីអញ្ចឹងបាលីនេះណាភាសាបាលីនេះជាភាសាសម្រាប់ផ្ទុកនៅព្រះពុទ្ធវចនៈដែលជាពាក្យចេញអំពីព្រះអោសរបស់ព្រះដែលមានពភាដែលទទួលការរៀបរៀងទុកអំពីបឋមសង្កេយនារហូតមកដល់ទុតិយតតិយរហូតដល់សង្កេយនាទី6អីជាដើមគឺសិក្សាតែជាការរៀបរៀងទុកដាក់ក្រែងមានការបាត់បង់ក៏ដូចជាក្រែងមានការធ្វើឲ្យភ្លាំងភ្លាត់បាត់ប្រយោគឃ្លោងនិងឃ្លារបស់សក្តីដើមអញ្ចឹងហើយទៅពីមួយចំនួនទៅមួយចំនួនចេះតែបង្កើតឲ្យមានការសង្កេយនាឡើងវិញបន្ទាប់ពីសម័យកាលណាដែលប្រធេរៈធំលោកមើលឃើញពីភាពចម្រុងចម្រាស់នៃព្រះត្រៃបិដកឬក៏ពុទ្ធដីកាជាដើមអញ្ចឹងថ្មីនេះខ្ញុំបុគ្គណាស្មារតីសូមសម្ដែងនៅសោមនស្សរីករាយចំពោះប្រមុខរាជរដ្ឋាភិបាលក៏ដូចជាគណៈសង្ឃនាយកដែលទទួលបានអនុក្រឹត្យពីប្រមុខថ្នាក់ដឹកនាំអនុញ្ញាតឲ្យគិតឡើងវិញពីការរៀបរៀងនៅក្រុមជំនុំព្រះត្រៃបិដកដើម្បីផ្ទៀងផ្ទាត់ពីពុទ្ធវចនៈដែលកំពុងតែមានស្រាច់ឲ្យស្ថិតនៅក្នុងសក្រិតភាពប៉ុន្តែក្នុងរយៈកាលប្រហែលថ្ងៃនេះក៏មានភាពចម្រូងចម្រាសដោយទស្សនៈពីការបង្កើតឡើងវិញនៃឈ្មោះក្រុមជំនុំព្រះត្រៃបិដកដោយមានការលើកឡើងថាការដែលបង្កើតឲ្យមានក្រុមជំនុំព្រះត្រៃបិដកថ្មីនេះហាក់បីដូចជាមិនឲ្យតម្លៃឬក៏ធ្វើឲ្យបាត់បង់នៅគុណូបការៈរបស់ក្រុមជំនុំព្រះត្រៃបិដកកន្លងមករួចនេះជាការគិតដែលសម្លឹងឃើញតែមួយជ្រុងទេដែលចម្លាយទាំងកម្លាំងកាយទឹកបតីរបស់ព្រះគ្រូចាតកាចង់ជម្រាបជូនដល់មហាពុទ្ធបរិស័ទប្រគេនចំពោះគណៈគុណម្ចាស់អង្គពិធីទាំងមូលថាពូជបច្ចៅអតិកាមិនថាវត្តណាទេសឹកតែកពូជខ្ញុំគេទាំងអស់ណាព្រោះថានៃនិយាយអញ្ចេះព្រោះថាគ្រប់បច្ចៅកម្មវត្តទាំងអស់សឹកតែមានទំនួលខុសត្រូវក្នុងសមិទ្ធផលនៃវត្តអារាមរៀងខ្លួនរៀងព្រះអង្គដោយខ្ញុំកណាលើកថាជាពូជខ្ញុំគេនេះព្រោះថារាល់វត្ថុបំណងនិងការចំណាយនៅញើសឈាមទ្រព្យរបស់ព្រះគ្រូចតកាគ្រប់ព្រះអង្គគឺសម្រាប់តែសាធារណប្រយោជន៍តែមួយមុខគត់ឥតបានបំរើទៅជាប្រយោជន៍ខ្លួនព្រះអង្គជាក់ស្ដែងដោយការកសាងវត្តរតនារាមនេះអញ្ចឹងក្នុងរយៈពេល4ឆ្នាំ11ខែដែលចំណាយថវិកាប្រមាណ$901,900ទេតាមរបាយការណ៍របស់ព្រះគ្រូចតកាគឺថាអត់មានសមិទ្ធផលណាមួយដែលព្រះអង្គយកជាប្រយោជន៍ខ្លួនព្រះអង្គក៏អត់មានដែរដូចជាកុដនៅកំពុងតែកសាងមានកម្ពស់3ជាន់នេះស្រាប់ហើយនៅកំពុងខ្វះថវិកាដើម្បីបំពេញបង្ហាយ
កฎនេះគឺជាក់ស្ដែងធ្វើសម្រាប់សាមណនិស្សិតដែលនឹងមកបន្តការសិក្សាឬកំពុងការសិក្សានៅក្នុងវត្តផ្សារកណ្ដាលនេះដែលសពថ្ងៃមានជាង100អង្គបាត់ទៅហើយក្នុងកាលដែលមានសាមណនិស្សិតដល់រហូតដល់តែ100អង្គជាងនេះអ្នកទាំងអស់នោះមកពីណាគឺចេញពីកូនអ្នកស្រុកដែលខ្វះខាតឬក៏បាត់បង់នៅពុកម្ដាយអាណាព្យាបាលដល់នៅកុមារភាពខ្វះទីពឹងរួចហើយក៏មកផ្ញើខ្លួនក្នុងពុទ្ធសាសនាជាក់ច្បាស់ណាស់ថាបើមិនមានវត្តអារាមជាឃ្លាំងសម្រាប់ទទួលយកអ្នកទាំងអស់នេះទេម្លោះសុំអ្នកទាំងអស់នេះកើតជាបន្ទុកដ៏ធំចំពោះរដ្ឋបាលខេត្តក៏ដូចជាដល់រាជរដ្ឋាភិបាលទាំងមូលផងដែរព្រោះមួយឆ្នាំបើកុមារកព្រាដែលខ្វះទីពឹងមិនបានទទួលការអប់រំពីវត្តអារាមទេអង្គការឬក៏ស្ថាប័នស៊ីវិលមួយចំនួនមិនអាចមានលទ្ធភាពឯណាទៅទទួលយកក្មេងកំព្រាឬក៏ក្មេងដែលខ្វះទីពឹងរហូតដល់100នាក់ដល់1000នាក់បានទេក្រៅពីវត្តអារាមគឺមិនអាចទៅរួចទេបើសិនជាអាចក៏ហោចណាស់មួយប្រទេសមានត្រឹម1ឬ2អង្គការឬប៉ុណ្ណឹងឯងมันអាចទទួលបានគ្រប់ខេត្តក្រុងរាជធានីទេប៉ុន្តែវិស័យវត្តអារាមនេះជាវិស័យមួយដែលទលំទលាយមាននៅវត្តអារាមជាង5វត្តប្រសង់ជាង20000អង្គក្នុងព្រះរាជាណាចក្រស្រាប់ទាំងអស់នេះមិនមែនជាការកសាងគ្រាន់តែឲ្យល្អមើលឬដូចដែលលោកអ្នកមួយចំនួនលោកបានបន្តបង្អាប់ថាការកសាងរាល់សមិទ្ធផលក្នុងវត្តអារាមនេះគឺការកសាងឥតប្រយោជន៍មិននាំគ្នាជួយកសាងធនធានមនុស្សអានេះជាការផ្ទុយស្រឡះអំពីភាពពិតជាក់ស្ដែងដែលជាសច្ចភាពក្នុងលោកសាលារៀនមិនអាចបង្កើតវត្តអារាមបានទេប៉ុន្តែវត្តអារាមអាចបង្កើតសាលារៀនបានប៉ុន្តែទោះជាយ៉ាងហ្នឹងក៏ដោយក៏វត្តអារាមមិនទទួលនៅគុណសម្បត្តិតែម្នាក់ឯងទេច្បាស់ណាស់ថាការដូចផ្ដើមការបង្កើតឡើងឲ្យមាននៅក្រសួងស្ថាប័នដែលពាក់ព័ន្ធជាមួយនឹងវិស័យអប់រំនេះគឺសត្វតែជាការសំខាន់មួយក្នុងការអភិវឌ្ឍធនធានមនុស្សជាចាំបាច់ប៉ុន្តែការអភិវឌ្ឍធនធានមនុស្សมันអាចបដោតតែមួយទិសដៅបានទេជាពិសេសដោយវិស័យអប់រំជាដើមវិស័យអប់រំទីណាក៏មានដែរប៉ុន្តែបើសិនជាការអប់រំខ្វះនៅសិលធម៌ឬក៏គុណធម៌សច្ចធម៌យុត្តិធម៌និងភាពនិងតម្លាភាពក្នុងប្រពៃណីទំនៀមទម្លាប់នោះយើងនឹងទទួលបានបញ្ចវន្តដែលចេះក៏ពិតមែនប៉ុន្តែមនុស្សដែលចេះហើយមិនប្រកបដោយមនសិការមិនប្រកបដោយគុណធម៌ស្មើនឹងយើងបាននៅខ្លាដែលមានចង្កូមស្រួចដល់ច្រើនពេញសង្គមប៉ុន្តែបើយើងបានទទួលនៅបញ្ញវន្តដែលប្រកបដោយសិលធម៌ដោយក្រមសិលធម៌ដែលបានទទួលការអប់រំអំពីសាសនានេះមួយឆ្នាំយើងនឹងទទួលបានធនធានមនុស្សដែលប្រកបដោយគុណភាពនិងតម្លាភាពគួរជានឹងទីពឹងពាក់ទៅថ្ងៃខាងមុខបានជាស្ដែងដោយវិស័យពុទ្ធិកសិក្សាជាតិមិនមែនបំរើតែសាមណនិស្សិតទេគឺថាបើកទលំទលាយជាសកលដែលអាចឲ្យសិស្សនិស្សិតដែលមិនបានចូលមកបួសក្នុងសំណាក់ពុទ្ធសាសនាអាចទទួលការសិក្សារៀនសូត្រទៅបានដែរនេះជាអ្វីដែលពុទ្ធសាសនាបានជួយនិងបំពេញក្នុងចំណុចខ្វះចន្លោះរបស់ប្រជាពលរដ្ឋដែលកំពុងតែរស់នៅដូចជាស្ដែងគឺការបើកឲ្យមាននៅសាលាពុទ្ធិកៈនៅក្នុងវត្តផ្សារកណ្ដាលនេះស្រាប់គឺថាជួយបើសិនជាមួយឆ្នាំ
សាមណនិស្សិតចប់អំពីពុទ្ធកៈបឋមសិក្សានេះទៅគឺយើងទទួលបានធនធានមនុស្សជារៀងរាល់ឆ្នាំហើយជាធនធានមនុស្សនេះទៀតសោតគឺជាការទទួលខុសត្រូវទាំងស្រុងរបស់វត្តអារាមដែលអត់មានចំណាយថវិការបស់រដ្ឋត្រូវការប្រើប្រាស់ថវិការបស់រដ្ឋដើម្បីក្នុងការផ្គត់ផ្គង់ដល់ជីវភាពរបស់សាមណនិស្សិតទេគ្រាន់តែត្រូវការចូលរួមក្នុងការគ្រប់គ្រងក្នុងវិស័យអប់រំដូចជាគ្រូបង្រៀនឬប្រាក់ឧបត្ថម្ភធនជូនដល់គ្រូបង្រៀនអីជាដើមនេះត្រូវការរដ្ឋជួយជ្រោមជ្រែងក៏ពិតមែនប៉ុន្តែអំពីជីវភាពរបស់សាមណនិស្សិតទាំងស្រុងគឺថាព្រះគ្រូចារ្យការជាអ្នករ៉ាប់រងហើយគ្រប់គ្នាដែលមកបួសនេះមកទទួលការសិក្សានេះមិនមែនសឹកតែជាសាច់ញាតិរបស់ព្រះគ្រូចារ្យការជាបងប្អូនជាមិត្តសម្លាញ់ឬក៏ជាមនុស្សជាទីជិតស្និទ្ធឯណាទេគឺជាអ្នកដតីសិក្សាប៉ុន្តែព្រះគ្រូចារ្យការលោកនៅតែទទួលធ្វើការទំនុកបំរុងឲ្យស្នាក់នៅឲ្យសិក្សារៀនសូត្រគត់គង់ទាំងពីទឹកភ្លើងនិងបច្ច័យ4ដែលត្រូវប្រើប្រាស់គោលបំណងតែមួយយ៉ាងទេជំរុញលើកកម្ពស់និងលើកទឹកចិត្តឲ្យសាមណនិស្សិតទាំងអស់បានទទួលការអប់រំអំពីវិស័យសាសនាប្រកបដោយទស្សនវិស័យដ៏វែងឆ្ងាយទៅមុខទៀតធ្វើខ្លួនឯងឲ្យទៅជាស្បែកសរសៃឆ្អឹងឈាមរបស់សង្គមក្នុងពេលអនាគតឥឡូវយុវជនក្នុងប្រទេសក៏ដូចជាក្នុងពិភពលោកទាំងមូលមានពីរផ្នែកដែលមួយផ្នែកទទួលការបណ្ដុះបណ្ដាលទទួលការអប់រំទៅនឹងបានទៅជាសសរទ្រូងនឹងបានទៅជាឆ្អឹងស្បែកសរសៃឬក៏ជាកោសិការបស់សង្គមជាតិប៉ុន្តែមួយផ្នែកទៀតទទួលបានការអប់រំដូចគ្នាប៉ុន្តែខ្វះនៅគុណធម៌ដែលជាសេចក្តីទ្រទ្រង់ដ៏ល្អវិចិត្ររបស់មនុស្សនេះធ្វើឲ្យយុវជននោះនឹងប្រែក្លាយទៅជាឆ្លើងរបស់សង្គមក្នុងពេលអនាគតអញ្ចឹងវិស័យវត្តអារាមនេះជួយសំខាន់ណាស់ក្នុងការប្រែក្លាយយុវជនអំពីអនាគតឆ្លើងសង្គមឲ្យប្រែមកជាអនាគតជាសសរទ្រូងរបស់សង្គមចេះដឹងមានកម្រិតគ្រប់គ្នាប៉ុន្តែបើចេះដឹងហើយគ្មាននៅគុណធម៌ក្នុងខ្លួនទេនោះគឺទោះយើងចេះលើសគេ100ដង1000ដងក៏ស្មើតែយើងជាឆ្លើងរបស់សង្គមដូចគ្នាព្រោះសង្គមជាតិរបស់មនុស្សនេះខុសតិចអំពីសង្គមសត្វដេរឆានសង្គមសត្វដេរឆានពីណាខ្លាំងគឺក្របសង្កត់អ្នកដែលទន់ខ្សោយប៉ុន្តែសង្គមរបស់មនុស្សពីណាដែលខ្លាំងគឺជួយទ្រទ្រង់ទំនុកបំរុងដល់អ្នកដែលទន់ខ្សោយនេះបើខុសគ្នាពីនឹងអញ្ចឹងបើសិនជាមនុស្សប្រឹងប្រែងរៀនសូត្រប្រឹងប្រែងរកទទួលទានឲ្យខ្លួនបានកើតជាអ្នកដែលមានអំណាចដ៏ខ្លាំងលើសមនុស្សដទៃហើយយើងគៀបសង្កត់ឬក៏ប្រមាថមាក់ងាយមើលស្រាលចំពោះអ្នកដទៃអានឹងយើងចេញមិនឆ្ងាយអំពីសង្គមរបស់ទេរឆានទេប៉ុន្តែបើសិនតែយើងទទួលបានការអប់រំហើយប្រកបបានដោយគុណធម៌បេះដូងមនុស្សធម៌ហើយយើងជួយសង្គ្រោះដល់មនុស្សដែលទន់ខ្សោយជាងយើងជាពិសេសមនុស្សដែលគួរដល់នឹងការសង្គ្រោះអានេះយើងកំពុងតែរស់នៅក្នុងសង្គមរបស់មនុស្សហើយប៉ុន្តែនិយាយបែបនេះមិនមែនចង់សម្ដៅទៅលើថាឲ្យទៅជួយសង្គ្រោះមនុស្សដែលខុសនោះទេព្រោះមនុស្សកាលណារស់នៅក្នុងរដ្ឋមួយអាស្រ័យក្រោមច្បាប់ជាអ្នកកំណត់ថាមនុស្សនោះជាមនុស្សគួរដល់ការសង្គ្រោះឬក៏មនុស្សគួរដល់ការទទួលខុសត្រូវចំពោះមុខច្បាប់
ដូចជាសង្គមយើងសពថ្ងៃចូលចិត្តជេរគេចូលចិត្តប្រមាថគេចូលចិត្តតេះដៀលគេប្រកបដោយទោសៈទាំងកាយវិចារនិងចិត្តដល់ទៅពេលគេចាត់ការទៅតាមនីតិវិធីច្បាប់បើយើងបែរជាចោទប្រកាន់ថាជាការគៀបសង្កត់ដែរនោះមិនមែនទេការគៀបសង្កត់គឺថាមនុស្សឥតមានទោសឥតមានកំហុសហើយយើងទៅប្រមាថមាក់ងាយជិះជាន់កាប់សម្លាប់អានោះគេហៅថារឿងដែលការគៀបសង្កត់ដែរប៉ុន្តែចំពោះមនុស្សដែលធ្វើខុសផ្ទុយអំពីច្បាប់ដែលមានចែងដូចយើងថ្ងៃជាពលរដ្ឋមួយចំនួនក្នុងប្រទេសយើងចូលចិត្តជេរគ្នាតាមបណ្ដាញសង្គមចូលចិត្តប្រមាថមាក់ងាយគ្នាហួគ្នានេះសិក្សាតែជាទង្វើខុសច្បាប់ដែលច្បាប់បានចែងបានធរមានមកហើយប៉ុន្តែយើងអត់ដឹងច្បាប់ចេះតែបំពេញទៅដល់ទៅពេលប៉ះមនុស្សដែលគេទ្រាំបានទៅគេចាត់ការតាមនីតិវិធីច្បាប់ទៅយើងប្រែคล้ายកំហុសរបស់ខ្លួនយើងសោះឲ្យជាកំហុសរបស់អ្នកដទៃចោទប្រកាន់ដោយប្រការផ្សេងផ្សេងចឹងជាដើមអញ្ចឹងរឿងនេះជារឿងសំខាន់ដែលយើងទាំងអស់គ្នាក៏បីតែយកចិត្តទុកដាក់ជៀសវាងការប្រព្រឹត្តខ្លួនឲ្យទៅជាមនុស្សដែលធ្វើអំពើខុសច្បាប់ទាំងបំពេញដែលយើងអត់ដឹងអំពីច្បាប់អញ្ចឹងសូមឲ្យជាពុទ្ធបរិស័ទទាំងអស់ត្រូវរស់នៅក្នុងក្រមសីលធម៌មានតែទង្វើដែលមិនក្តៅក្រហាយដល់អ្នកដទៃទេដែលទង្វើនោះមិនខុសច្បាប់តែយើងប្រព្រឹត្តទង្វើណាក្តៅក្រហាយដល់អ្នកដទៃទង្វើនោះតិចនឹងច្រើនមាននៅក្នុងច្បាប់របស់រដ្ឋហើយបើសិនជាមិនមានចែងជាមួយនឹងច្បាប់របស់រដ្ឋដោយប្រការណាទេក៏ខុសជាមួយនឹងច្បាប់សាសនាដែរហើយទោសក្នុងសាសនាជាទោសរបស់វត្តដាក់មានការទទួលនៅសេចក្តីសោកសៅនៅខាងក្រោយត្រឡប់មកវិញអំពីវិស័យពុទ្ធកៈវិស័យពុទ្ធកៈមិនមែនត្រឹមតែជាចលករមួយក្នុងការរក្សាបាននៅក្រមសីលធម៌របស់ប្រជាពលរដ្ឋក៏ដូចជាសាមណនិស្ស័យទេក៏ជាចំណែកមួយបន្តការត្រួតត្រងនៅពុទ្ធវចនៈដូចជាជាក់ស្ដែងយើងបានបង្កើតនៅសាលាពុទ្ធកៈណាដែលនឹងមានការសិក្សារៀនសូត្រនៅជំនាញធម្មវិន័យក៏ដូចជាភាសាបាលីផងដែរពុទ្ធបរិស័ទទាំងឡាយអង្គពិធីទាំងមូលតែងតែច្រឡំថាភាសាបាលីនេះរៀនដើម្បីអីព្រោះគ្មានប្រយោជន៍ព្រោះគ្មានខ្លឹមសារអីទេរៀនទៅមួយឆ្នាំចោលទៅអត់ប្រយោជន៍អញ្ចឹងយើងក៏លេចមកវិញមុននឹងយើងថាការរៀនភាសាបាលីនេះគ្មានប្រយោជន៍ឬក៏មិនមាននៅសារៈអីដល់ស្ថាប័នជាតិនោះយើងក៏បីកលេចទៅមើលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារបស់យើងដែលបានចែងយ៉ាងច្បាស់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋអញ្ចឹងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនេះក៏ជាបាវចនាមួយក្នុងចំណោមបាវចនាទាំង3និង2ផ្សេងទៀតដែលរួមបង្គ្រប់3ជាមុំចង្ក្រានសម្រាប់ត្រួតត្រងនាវាកម្ពុជានេះឲ្យស្ថិតនៅក្នុងភាពនឹងណោបានអញ្ចឹងពុទ្ធសាសនាដែលរដ្ឋធម្មនុញ្ញបានកំណត់ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាយើងបានកំណត់យកក្នុងសម័យនៃព្រះរាជាណាចក្រកម្ពុជាទី2នេះបានកំណត់រួចស្រេចបាត់ទៅហើយថាពុទ្ធសាសនាជាសាសនារបស់រដ្ឋអញ្ចឹងក៏លេចមកវិញថាពុទ្ធសាសនាត្រូវការអ្វីដើម្បីត្រួតត្រងពុទ្ធសាសនាត្រូវការច្បាប់កំពូលមួយគឺពុទ្ធវចនៈមានប្រត្រៃ3ដងច្បាប់កំពូលរបស់រាជាណាចក្រមានរដ្ឋធម្មនុញ្ញប៉ុន្តែច្បាប់កំពូលរបស់សាសនាដែលជាបាវចនាមួយដែរទៀតនោះក្នុងបាវចនាទាំង3មានជាតិត្រូវការច្បាប់កំពូលគឺរដ្ឋធម្មនុញ្ញសម្រាប់ត្រួតត្រងចំណែកសាសនាត្រូវការព្រះត្រៃបិដកជាគោលក្នុងការរក្សានៅលំនឹងនៃព្រះពុទ្ធសាសនាអញ្ចឹងដើម្បី
នឹងត្រត្រង់បាននៅពុទ្ធសាសនានោះគឺត្រូវការបត្រៃបេដកដើម្បីនឹងត្រត្រង់បត្រៃបេដកដែលជាពុទ្ធវចនៈត្រូវការអ្វីដែលជាចាំបាច់គឺភាសាបាលីភាសាណាផ្ទុកនៅពុទ្ធវចនៈភាសានោះឲ្យឈ្មោះថាបាលីអញ្ចឹងបាលីនេះណាភាសាបាលីនេះជាភាសាសម្រាប់ផ្ទុកនៅព្រះពុទ្ធវចនៈដែលជាពាក្យចេញអំពីព្រះអោសរបស់ព្រះដែលមានពុភៈដែលទទួលការរៀបរៀងទុកអំពីបឋមសង្កេលនីរហូតមកដល់ទុតិយតតិយរហូតដល់សង្កេយនីទី6អីជាដើមគឺសិក្សាតែជាការរៀបរៀងទុកដាក់ក្រែងមានការបាត់បង់ក៏ដូចជាក្រែងមានការធ្វើឲ្យភ្លាំងភ្លាត់បាត់ប្រយោគឃ្លោងនិងឃ្លារបស់សក្តីដើមអញ្ចឹងហើយទើបពីមួយចំនួនទៅមួយចំនួនចេះតែបង្កើតឲ្យមានការសង្កេយនាឡើងវិញបន្ទាប់ពីសម័យកាលណាដែលតថេរៈធំធំលោកមើលឃើញអំពីភាពចម្រុងចម្រាស់នៃព្រះត្រៃបិដកឬក៏ពុទ្ធដីកាជាដើមអញ្ចឹងថ្មីថ្មីនេះខ្ញុំបុគ្គណាស្មារតីសូមសម្ដែងនៅសោមនស្សរីករាយចំពោះប្រមុខរាជរដ្ឋាភិបាលក៏ដូចជាគណៈសង្ឃនាយកដែលទទួលបានអនុក្រឹត្យពីប្រមុខថ្នាក់ដឹកនាំអនុញ្ញាតឲ្យគិតឡើងវិញពីការរៀបរៀងនៅក្រុមជំនុំព្រះត្រៃបិដកដើម្បីផ្ទៀងផ្ទាត់អំពីពុទ្ធវចនៈដែលកំពុងតែមានស្រេចឲ្យស្ថិតនៅក្នុងសក្តិភាពប៉ុន្តែក្នុងរយៈកាលប្រហែលថ្ងៃនេះក៏មានភាពចម្រូងចម្រាសដោយទស្សនៈពីការបង្កើតឡើងវិញនៃឈ្មោះក្រុមជំនុំព្រះត្រៃបិដកដោយមានការលើកឡើងថាការដែលបង្កើតឲ្យមានក្រុមជំនុំព្រះត្រៃបិដកថ្មីនេះហាក់បីដូចជាមិនឲ្យតម្លៃឬក៏ធ្វើឲ្យបាត់បង់នៅគុណូបការៈរបស់ក្រុមជំនុំព្រះត្រៃបិដកកន្លងមករួចនេះជាការគិតដែលសម្លឹងឃើញតែមួយជ្រុងទេខ្ញុំបុគ្គណាស្មារតីសូមលើកឧទាហរណ៍មួយប្រគេនជូនពុទ្ធគណៈគុំម្ចាស់គ្រប់ព្រះអង្គទីនេះមានព្រះសីលាដំសីលញាណព្រះបិតាសង្ឃខេត្តបន្ទាយមានជ័យនៅក្នុងទីនេះស្រេចដូចជាព្រះទេវស្ថាបណ្ឌិតជាពិសេសឯកឧត្តមលោកមទាវដែលជាអង្គពិធីទាំងមូលបានជ្រាបថាយើងកលេចទៅរឿងឧទាហរណ៍ដែលខ្ញុំបកណាននិងឧទាហរណ៍ហើយសូមឲ្យយើងយកចិត្តទុកដាក់ស្ដាប់បន្តិចកន្លែងឧទាហរណ៍ហ្នឹងដើម្បីជៀសវាងការយល់ច្រឡំដែលដូចភាសាបុរាណថាបើមិនបានជួយជោគជួយចែវហើយកុំគប់បីយកជើងទៅរៀបទឹកពាក្យថាខ្មែរកាលពីសម័យមហានគរយើងក៏រដ្ឋយើងកាលនោះប្រជាជនយើងកាលនោះក៏ហៅគ្នាថាពលរដ្ឋខ្មែរដែរហៅថាជនជាតិខ្មែរដែរហើយជនជាតិខ្មែរសម័យហ្នឹងរុងរឿងទាំងទឹកដីទាំងវប្បធម៌ទាំងអក្សរសាស្ត្រទាំងកិត្យានុភាពវឌ្ឍនភាពជាពិសេសអរិយភាពដ៏ធំលេចធ្លោគឺការកសាងនៅប្រាសាទដែលជាស្ដែងសល់មកឲ្យយើងសពថ្ងៃមានប្រាសាទអង្គរតូចអង្គរធំបីយ័ន្តមេបុណ្យទាយសម្រាយបន្ទាយក្តីអកយមបស័យចាំក្រុងស្អីហោហែទាំងអស់នេះសឹកសឹងតែជាប្រាសាទ
ដែលសល់មកអំពីប្រជាជនខ្មែរក្នុងសម័យអតីតកាលក្រោយមកប្រទេសកម្ពុជាយើងមានចំនួនដោយសង្គ្រាមទាំងសង្គ្រាមស៊ីវិលទាំងសង្គ្រាមឈ្លានពានទាំងសង្គ្រាមអាណានិគមធ្វើឲ្យប្រជាពលរដ្ឋខ្មែរឬក៏ប្រទេសខ្មែរយើងនេះវារសាត់បាត់បង់ពីធំរហូតមកដល់សម័យដែលយើងទទួលនៅភាពខ្លោចផ្សាគឺសម័យបល័យពូជសាសន៍បាត់បង់ទាំងសាសនានិងព្រះមហាក្សត្រក្រោយមកយើងទទួលនៅភាពសុខដុមរមនាទាំងសន្តិភាពប្រជាពលរដ្ឋសុខសន្តិភាពសង្គមសន្តិភាពសាសនាដែលយើងសន្មត់ថាជាសម័យរាជាណាចក្រទី2នេះយើងនៅតែប្រើពាក្យថាជនជាតិហ៎យើងនៅតែប្រើពាក្យថាជាជនជាតិខ្មែរចុះមិនបដូរទៅបើខ្មែរយើងឥឡូវក៏អត់ប្រកែដូចមុនផងហ្នឹងប្រើពាក្យថាខ្មែរដែរក្រែងនៅវាអាប់អោនដល់ខ្មែរជំនាន់មុនយើងមានគិតអញ្ចឹងទេណែកាលពាក្យថាជនជាតិខ្មែរពីសម័យអតីតកាលរុងរឿងប៉ុន្តែក្រោយមកវាបែកបាក់ប្រេះឆាគ្នារហូតដល់យើងបានមកនៅប៉ុណ្ណឹងហេតុអីក៏យើងនៅតែប្រើពាក្យថាខ្មែរដែរអញ្ចឹងការប្រើពាក្យថាខ្មែរនេះយើងមិនឲ្យតម្លៃជនជាតិយើងពីមុនទេឬយើងមិនឲ្យតម្លៃនៅគុណូបការៈរបស់មហាវីរៈក្សត្រសម័យមុនទេឬយើងមិនឲ្យតម្លៃចំពោះមហាវីរៈបុរសទាំងផ្នែកអក្សរសាស្ត្រផ្នែកប្រពៃណីទំនៀមទម្លាប់ជំនឿសាសនារបស់ជនជាតិយើងទេឬទើបយើងប្រើពាក្យថាខ្មែរហ្នឹងប៉ុន្តែផ្ទុយទៅវិញវាអត់អញ្ចឹងទេដែលយើងប្រើពាក្យថាខ្មែរទោះបីយើងមិនអាចទៅកសាងអង្គរវត្តដូចពីមុនក៏ដោយក៏យើងទទួលយកនៅការអភិរក្សថែរក្សាតាមលទ្ធភាពដែលយើងអាចធ្វើទៅបានដើម្បីធ្វើឲ្យរបស់នោះរស់នៅជាមួយនឹងយើងបានយូរបន្តទៅមុខទៅទៀតអញ្ចឹងឧបមាមកវិញអំពីការប្រើប្រាស់ពាក្យថាក្រុមជំនុំបត្រៃបេះដូកនេះមិនមែនសំអាងទៅលើយើងចង់លុបបំបត្តិនៅគុណូបការៈរបស់វីរៈសាមណៈតែព្រះអង្គចំណាយនៅញើសឈាមរបស់ព្រះអង្គក្នុងការបកប្រែសក្តីនៃគម្ពីរព្រះត្រៃបិដកឲ្យបានមកជាខេមរៈភាសាក្នុងការដាក់ឲ្យសារាចរប្រើប្រាស់ទូទាំងព្រះរាជាណាចក្រនោះទេប៉ុន្តែផ្ទុយទៅវិញគឺការលើកដង្កើងហើយកោះកកាយយកមកថែរក្សាឡើងវិញព្រោះថាព្រះត្រៃបិដកសពថ្ងៃទទួលបានការបោះពុម្ពផ្សាយច្រើនដោយមិនមានប្រភពច្បាស់លាស់ពីដើមដាក់សារាចរឲ្យចេញអំពីពុទ្ធសាសនបណ្ឌិតប៉ុន្តែសពថ្ងៃឬក៏កន្លងមកគឺថាមិនដឹងជាយកមកពីប្រភពខាងណាខ្លះដែលដាក់ឲ្យសារាចរតាមវត្តអារាមនេះអញ្ចឹងហើយទើបគណៈសង្ឃពុទ្ធសាសនាលោកពិនិត្យលោកគិតថាគប្បីតែបង្កើតឲ្យមានឡើងវិញនៅក្រុមជំនុំមិនមែនជំនុំទៅកែទេគឺផ្ទៀងផ្ទាត់នៅបីដកដែលកំពុងតែដាក់ឲ្យចរាចរស្រេចដើម្បីការពារបង្ការការខុសឆ្គងនៃការបោះពុម្ពផ្សាយអញ្ចឹងហើយទើបត្រូវការប្រើប្រាស់ថាពាក្យផ្ទៀងផ្ទាត់អញ្ចឹងហើយដូចជាការពិនិត្យលើការបោះពុម្ពបើមិនឲ្យប្រើពាក្យថាការផ្ទៀងផ្ទាត់តែយើងមានពាក្យឯណាដែលទៅប្រើផ្សេងក្រៅពីនឹងទៅទៀតដែលសំគួរនោះក៏អត់ទេគឺត្រូវការប្រើពាក្យថាផ្ទៀងផ្ទាត់ប៉ុន្តែផ្ទៀងផ្ទាត់ក្នុងទីនេះមិនមែនទៅកែអត្ថសេចក្តីដើមរបស់ព្រះត្រៃបិដកទេដែលគេបោះពុម្ពដែលគេសម្រេចរួចហើយទេគឺយើងគ្រាន់តែពិនិត្យថាត្រឹមត្រូវតាមច្បាប់ដើមហើយឬក៏នៅមានការខ្វះចន្លោះលើសខ្វះ
ឬបាត់បង់នៅសេចក្តីដើមហើយឬនៅណាទើបយើងប្រើប្រាស់ថាជាការផ្ទៀងផ្ទាត់ហើយបន្តក្រុមជំនុំបត្រៃបេដកនេះបន្តការប្រែនៅគម្ពីរដីកាអដ្ឋកថាយោជរាផ្សេងដើម្បីជាសេចក្តីពន្យល់មកទៀងផ្ទាត់ចំពោះព្រះត្រៃបិដកអញ្ចឹងបានមានសំណួរសួរថាយើងយកអ្វីទៅទៀងផ្ទាត់ព្រះត្រៃបិដកថាយកនៅអដ្ឋកថាដីកាយកដើម្បីមកទៀងផ្ទាត់អំពីការពន្យល់របស់ព្រះត្រៃបិដកព្រោះពាក្យដើមរបស់ពុទ្ធដីកាព្រះអង្គសម្ដែងជា4ប្រភេទព្រះអង្គសម្ដែងចំពោះមនុស្សដែលមានបញ្ញាច្រើនក្នុងសម័យនោះស្ដាប់ហើយងាយនឹងយល់ក្រោយមកទៀតព្រះអរហន្តក្រោយលោកសម្ដែងចំពោះបុគ្គលដែលស្ដាប់លោកយល់ក្នុងសម័យរបស់លោកអញ្ចឹងត្រូវការអធិប្បាយការអធិប្បាយហ្នឹងគឺសំដៅលើព្រះអដ្ឋកថាដីកាយោជនាផ្សេងដែលអធិប្បាយអំពីព្រះត្រៃបិដកហ្នឹងហើយអញ្ចឹងជៀសវាងការអធិប្បាយខុសអំពីខ្លឹមសារដើមនៃព្រះត្រៃបិដកទើបយើងត្រូវការប្រែបន្ថែមនៅព្រះអដ្ឋកថាដីកាយោជនាដើម្បីយកមកជាទិសដៅមួយក្នុងការផ្ទៀងផ្ទាត់នៃព្រះត្រៃបិដកជៀសវាងការបំភាន់បំភ្លឺដោយយើងមានរឿងមួយចំនួនដែលកើតឡើងកន្លងមកហើយអំពីការពន្យល់ខុសអំពីអត្តនៃពុទ្ធសាសនាដូចជាការពន្យល់ថាពុទ្ធសាសនាមិនឲ្យតម្លៃទៅលើព្រះត្រៃបិដកឬក៏ថាមិនឲ្យតម្លៃទៅលើប្រសង់អីអញ្ចឹងហ្នឹងគឺសិតតែការពន្យល់ដែលខុសអំពីខ្លឹមសារនៃព្រះត្រៃបិដកហើយអញ្ចឹងដើម្បីជៀសវាងអរិយភាពបែបហ្នឹងទៀតណាជៀសវាងការពោលខុសអំពីខ្លឹមសារនៃពុទ្ធវចនៈហ្នឹងទៀតណាទើបយើងត្រូវតែឲ្យមានឡើងវិញនៅក្រុមជំនុំដើម្បីពិនិត្យផ្ទៀងផ្ទាត់ជៀសវាងការអធិប្បាយខុសហើយតែខុសហើយយើងអត់មានស្ថាប័នមួយដែលទៅរៀបរៀងដែលទៅទប់ស្កាត់ដែលទៅផ្ទៀងផ្ទាត់អាហ្នឹងគឺថានាំលំពុលដែលឲ្យកើតជារឿងធំបានយើងគិតមើលសូម្បីតែប្រទេសមានរដ្ឋធម្មនុញ្ញហើយនឹងក៏ដោយក៏ត្រូវមានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញក្រុមប្រឹក្សាអង្គចៅក្រមគឺដើម្បីពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តការប្រើប្រាស់នៃច្បាប់និងមានតម្លាភាពនិងប្រកបដោយទិសដៅដ៏ត្រឹមត្រូវតាមគោលការណ៍ច្បាប់ដែលចង់បានហើយឬនៅនឹងគេបង្កើតឲ្យមានស្ថាប័នទាំងអស់នឹងឡើយមិនបង្កើតឲ្យមានច្បាប់ហើយមានតុលាការចាំតែកាត់ទោសយកតាមតែនឹកឃើញអត់ទេគឺត្រូវមានអង្គក្រុមជំនុំចៅក្រមពិនិត្យមើលលើចៅក្រមដែលកាត់សេចក្តីរហូតដល់មានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញហ្នឹងគឺតែមានទាំងអស់ជៀសវាងការប្រើខុសអំពីទិសដៅនៃច្បាប់ដែលបានចែកអញ្ចឹងគឺថាក្រុមជំនុំប្រត្រៃបិដកដែលគេបំរុងនឹងកើតហ្នឹងគឺទិសដៅរបស់ប្រធេរៈក៏ដូចជាគណៈសង្ឃនយោច្បាស់ណាស់ថាព្រះអង្គមុខតែមានទិសដៅក្នុងការការពារមិនមានទិសដៅក្នុងការលុបបំបាត់ទេគឺការការពារអំពីការប្រើប្រាស់ខុសអំពីពុទ្ធវចនៈឬការផ្សព្វផ្សាយខុសអំពីពុទ្ធវចនៈដែលធ្វើឲ្យតម្លៃនៃពុទ្ធវចនៈធ្លាក់ចុះហើយរាយប៉ាយអាហ្នឹងគឺថាការផ្ទៀងផ្ទាត់ហ្នឹងគឺអញ្ចឹងសម្រាប់ធនធានវិញច្បាស់ណាស់ថាអ្នកថ្មីនឹងមិនដូចអ្នកចាស់ទេព្រោះមិនមែនជាអ្នកចាស់ហើយអ្នកចាស់ចំនួនមុនក៏មិនដូចអ្នកចាស់ចំនួនមុនទៀតដែរសឹកតែមានអ្នកចាស់ចំនួនមុនបន្តគ្នាប៉ុន្តែអ្នកថ្មីគឺកាន់យកនៅទិសដៅមួយ
គឺថាទិសដៅដែលរក្សានៅគុណតម្លៃរបស់ព្រឹទ្ធាចារ្យចំនួនដើមហើយព្យាយាមរក្សានិងធ្វើឲ្យអស់អំពីលទ្ធភាពខ្លួនដែលមានដើម្បីបន្តវេនអញ្ចឹងពាក្យថាក្រុមជំនុំបត្រៃបៃដកនេះវាបាត់រួចស្រេចបាត់ទៅហើយក្នុងសម័យប្រទេសយើងកើតសង្គ្រាមតែមកដល់ពេលនេះប្រទេសជាតិយើងប្រកបដោយសុខសន្តិភាពស្ថិរភាពទាំងផ្នែកនយោបាយសាសនាជំនឿអីហើយយើងក៏បីតែមានឡើងមកវិញដើម្បីជាថៃភាពក្នុងការគោរពដឹងគុណហើយបន្តនៅបំណងរបស់ព្រះមហាថេរៈធំដែលព្រះអង្គមិនទាន់បញ្ចប់ក្រុមជំនុំបត្រៃបេដកនេះបង្កើតនៅឆ្នាំ1929តាមព្រះរាជក្រឹត្យលេខ106ដាក់ឲ្យប្រើប្រាស់ណាដាក់ឲ្យបង្កើតណាហើយយើងបានបញ្ចប់ការសម្ពោធដាក់ឲ្យប្រើប្រាស់នៅបត្រៃបេដកក្នុងឆ្នាំ1969នេះមិនមែនជាការបញ្ចប់បិទលែងឲ្យមានក្រុមជំនុំបត្រៃបេដកទេណាកុំច្រឡំគ្រាន់តែជាការបញ្ចប់មួយវគ្គនៃការបកប្រែនិងបោះពុំនៅបត្រៃបេដកប៉ុន្តែនៅមានអត្ថកថាដីកាយុទ្ធនាច្រើនទៀតដែលមិនទាន់នឹងធ្វើឲ្យស្រេចជាអកុសលប្រទេសជាតិយើងក៏បានជួបនៅវិបត្តិសង្គ្រាមដ៏រ៉ាំរ៉ៃមកដល់ពេលនេះជាង50ឆ្នាំហើយអញ្ចឹងទើបយើងអាចកំណត់ថាឲ្យនឹងកើតឡើងវិញដើម្បីបន្តដោយប្រទេសកម្ពុជាយើងអញ្ចឹងណាពីមុនវាស្ទើរតែបាត់ឈ្មោះពីផែនទីពិភពលោកហើយឥឡូវយើងកើតមកវិញយើងមានយើងតាំងនៅបានយើងត្រូវតែបន្តថាប្រទេសជាប្រទេសកម្ពុជាជនជាតិគឺជាជនជាតិខ្មែរយ៉ាងណាមិញក្រុមជំនុំបត្រៃបេដកដែលបាត់បង់ទៅម្ដងហើយនោះគឺគណៈសង្ឃពុទ្ធសាសនាកម្ពុជាយើងរុញច្រានឲ្យកើតឡើងមកវិញដើម្បីបន្តដើម្បីថែរក្សានៅគុណតម្លៃរបស់ឧបវរៈសាមណៈដែលបានពលីហើយនឹងជំរុញនៅបញ្ញវន្តថ្មីដែលកំពុងតែនឹងមានប្រវត្តិមានស្រាប់នៅក្នុងប្រទេសដើម្បីជួយគ្នាក្នុងការរៀបរៀងនៅអ្វីដែលជាការសេះសល់អំពីពុព្វវរៈសង្ឃចំនួនមុនអញ្ចឹងត្រូវការសាមគ្គីអញ្ចឹងខ្ញុំកណ្ដាលអាត្មាក្នុងពេលនេះអំពាវនាវសូមឲ្យមហាវិជ្ជាពុទ្ធបរិស័ទប្រសង់លោកគ្រូធម្មាចារ្យឧទ្ទេសសាចារ្យឬក៏វិជ្ជាពុទ្ធបរិស័ទទាំងអស់មេត្តាកុំមានសេចក្តីសៅហ្មងឬធ្វើឲ្យបែកបាក់ដោះតែងគ្នាដោយរឿងបែបនេះឡើយព្រោះរឿងនេះជារឿងដែលយើងក៏បីតែសាមគ្គីគ្នាឲ្យកើតឡើងដើម្បីបន្តការថែរក្សាជៀសវាងការបែកបាក់ព្រះណាគុណម្ចាស់យើងយកពុទ្ធបរិស័ទគ្រប់ព្រះអង្គជ្រាបថាចុះបើយើងធ្វើតែយើងបានទទួលមនុស្សឯណាមកធ្វើអូខេមកពីយើងមិនធ្វើទើបយើងមិនដឹងថាអ្នកណាដែលអាចធ្វើបានជាក់ស្ដែងណាស់ថាសាមណៈនិស្សិតក៏ដូចជាបញ្ញវន្តរបស់ខ្មែរយើងក្រោយសង្គ្រាមបាត់បង់ស្ទើរតែទាំងស្រុងក៏ពិតមែនហើយប៉ុន្តែបច្ចុប្បន្នមានមកវិញទោះតែមិនច្រើនក៏មូលធនមនុស្សយើងអាចមានក្នុងការធ្វើកិច្ចការងារនេះរហូតដល់មានព្រះអង្គខ្លះលោកចប់បណ្ឌិតភាសាបាលីបណ្ឌិតភាសាសំស្ក្រឹតអំពីភូមាអំពីស្រីលង្កាអង្គខ្លះលោកអាចប្រើប្រាស់បានរហូតដល់3ភាសា4ភាសា5ភាសា6ភាសាហើយមិនមែនជាអ្នកដែលអត់ចេះទេគឺលោកចេះហើយមានសមត្ថភាពប៉ុន្តែសមត្ថភាពរបស់លោកតែមួយជ្រុងក៏មិនអាចធ្វើកិច្ចការងារធំឲ្យកើតឡើងបានដែរទើបចាំបាច់ត្រូវការបង្កើតកន្លែងមួយដើម្បីប្រមូលយកនៅសម្បត្តិធនធានរបស់មនុស្សទាំងអស់ហ្នឹងមកចូលឲ្យនៅក្នុងដំបូលតែមួយហើយធ្វើកិច្ចការនេះដើម្បីបន្តបេសកកម្មពុទ្ធសាសនា
មិនមែនក្នុងន័យចង់បន្តបង្អាប់លុបបំបត្តិនៅគុណូបការៈរបស់ពពវរៈសង្ឃចំនួនមុននោះទេខ្ញុំកណាមិនបកស្រាយអីវែងឆ្ងាយអីទៅទៀតទេគ្រាន់តែចង់បញ្យល់អំពីអត្តនឹងសក្តីនឹងកុំឲ្យយើងមានការយល់ច្រឡំហើយតែការយល់ច្រឡំបើសម្ោចនិងសម្ោចឆ្លោះគ្នាវាអត់អីទេណាសម្ោចនិងសម្ោចយល់ច្រឡំគ្នាអត់អីទេប៉ុន្តែបើដំរីនិងដំរីយល់ច្រឡំគ្នាវិញវាងាប់ទាំងដើមឈើតូចធំក្បែរនឹងសម្ោចសង្អាក្រងកាឌៀសត្វតូចជុំវិញហ្នឹងគឺថាគ្រោះថ្នាក់ហើយបើសិនในវងដំរីវាយុទ្ធគ្នានោះយ៉ាងណាមិញការឆ្លោះបែកបាក់ក្នុងសង្គមនេះបើម្នាក់ពីរនាក់ឆ្លោះគ្នានៅគ្រាន់តិចណាប៉ុន្តែបើលើកទាំងតបទាំងវងទៅឆ្លោះគ្នាអំពីការវែកញែករកខុសរលត្រូវហើយគឺថាលែងអីនឹងបែកបាក់គ្នាទេប៉ុន្តែរឿងនេះដូចជាមិនមែនត្រឹមតែកើតឥឡូវទេកាលនៅក្នុងសម័យការបង្កើតក្រុមជំនុំបត្រៃបេដកដំបូងក៏ធ្លាប់មានអ្នកប្រឆាំងអញ្ចឹងដែរអ្នកប្រឆាំងពីការគិតថាទៅបកប្រែធัวទៅសម្រាតធัวយើងមិនធ្លាប់ឮរឿងហ្នឹងទេមានធ្លាប់អ្នកជេរសម្ដេចព្រះសង្ឃរាជជួនណាតណាធ្លាប់យកដុំថ្មទៅគប់ដំបូលកត់លោកទៀតណាណាថាលោកទៅសម្រាតធัวបល័យសោតព្រោះសុកទៅសោតប្រែទៅបកប្រែណាពីដើមយើងមានសោតប្រែអីបើថាអនិច្ចាអេវមេសតាំងហ្នឹងហើយប៉ុន្តែពពវរៈសង្ឃសម័យនោះលោកប្រែមកជាខេមរៈភាសាឧទាហរណ៍ថាអេវមេសតាំងសោតនេះឈ្មោះមង្គលសោតគឺខ្ញុំឈ្មោះអានន្ទបានស្ដាប់មកហើយយ៉ាងនេះថាអេកាំងសមយ៉ាងភគវីអីចឹងទៅសាវត្តយ៉ាងវិហារតិសម័យមួយព្រះដែលមានពភាព្រះអង្គគង់នៅក្នុងវត្តចេតពុនជាអារាមរបស់អាណាថបណ្ឌិកសេដ្ឋីទីក្រុងសាវត្ថីអញ្ចឹងទៅដល់តែបកប្រែអញ្ចឹងក៏មានអ្នកប្រឆាំងពីការបកប្រែនឹងដែរសម័យនោះពីបញ្ហាចំនួនធေါ်ចាស់ធေါ်ថ្មីអាហ្នឹងអញ្ចឹងទៅឥឡូវយើងកំពុងតែព្យាយាមបង្កើតឲ្យបានឡើងវិញក៏អាចជាមានមតិជំទាស់អញ្ចឹងទៀតដែរប៉ុន្តែមិនចោទថាខុសអីទេការជំទាស់ពេលខ្លះក៏មានពាក្យត្រឹមត្រូវដែរប៉ុន្តែលៃយ៉ាងម៉េចកុំឲ្យបែកបាក់សាមគ្គីគ្នាហើយកុំឲ្យខូចឧត្តមប្រយោជន៍ពុទ្ធសាសនាធ្វើឲ្យធ្លាក់ចុះនៃភាពរីកចម្រើនរុងរឿងសល់តែភាពបែកបាក់ប្រឆាគ្នានឹងក៏សូមកុំឲ្យមានអីហើយខ្ញុំមកកណាមិនមានអីវែងឆ្ងាយចូលរួមជាមួយនឹងកម្មវិធីនេះទេគ្រាន់តែចង់លើកយកអំពីវិស័យពុទ្ធិកសិក្សាជាតិរបស់យើងប៉ុណ្ណឹងដែលកំពុងតែមាននិងបន្តលើកទិសដៅអនុវត្តឲ្យកើតជារូបរាងបន្តទៅមុខទៀតអំពីធនធាននោះដែលកើតចេញពីវិស័យពុទ្ធិកសិក្សាដែលជំរុញគ្រប់ស្រទាប់វណ្ណៈតួយ៉ាងដូចជាសិស្សសាមនិស្សិតសាមណនិស្សិតដែលទទួលយកការសិក្សាអំពីពុទ្ធិកវិទ្យាល័យអញ្ចឹងឬក៏ពុទ្ធិកអនុវិទ្យាល័យពុទ្ធិកបឋមសិក្សាអញ្ចឹងគឺថាភាគច្រើនសិក្សាតែមនុស្សដែលមិនមានធនធានដើម្បីក្នុងការបន្តការសិក្សារៀនសូត្រទេបើសិនជាការសិក្សារៀនសូត្រតាមប្រព័ន្ធអប់រំរបស់ជាតិតែម្យ៉ាងនោះព្រោះត្រូវការចំណាយទើបត្រូវមកផ្ញើខ្លួនជាមួយនឹងសាសនាហើយយកនៅចំណេះវិជ្ជាអាស្រ័យបាយវត្តនេះក្នុងការបន្តនៅចំណេះវិជ្ជាទាំងផ្លូវលោកទាំងផ្លូវធម៌អំពីសំណាក់នៃវត្តអារាមនឹងឯងអញ្ចឹងសូមកោតសរសើរដល់ខ្ពស់ចំពោះព្រះសិរីរក្ខតវង្សតែមកប្រគ្រូចាតកាដែលព្រះអង្គចំណាយញើសឈាមកម្លាំងកាយកម្លាំងចិត្តក្នុងការតស៊ូទោះជួបជាមួយឧបសគ្គយ៉ាងមិនជាក៏នៅតែតស៊ូរុញច្រាននាវាវត្តនៅរតនារាមផ្សារកណ្ដាលនេះឲ្យទៅមុខទទួលបានការអភិវឌ្ឍហើយជួយចំណែកការអភិវឌ្ឍនេះមិនមែនតែជាវិស័យសាសនាទេក៏ជាចំណែកចូលរួមជាមួយរដ្ឋបាលខេត្តផងដែរព្រោះកាលណាខេត្តក្រុងសង្កាត់មានវត្តមួយដែលរីកចម្រើនល្អអាចបង្កើតធនធានមនុស្សបានអាចផ្ទុកធនធានមនុស្សបានគឺថាជួយកាត់បន្ថយភាពខ្វល់ខ្វាយរបស់
ណែរតនាឥឡូវដូចជាក្មេងជាង100នាក់គឺប្រសងដែលកំពុងសិក្សាហ្នឹងបើគុំតែយកមកបួសទេប្រឡែងចោលឯណាហើយតែប្រឡែងខុសទេជ្រុលខ្លួនជាមួយនឹងបែងគ្រឿងញៀនហើយតែអញ្ចឹងហើយសពថ្ងៃមន្ទីរឃុំឃាំងពេញខែកំពុងឆ្នាំងមកបន្ទប់ដូច50-60នាក់អីហ្នឹងហើយច្រើនបំផុតទោសអីគ្រឿងញៀនហើយស្មាក៏មុខតែជឿជាក់ថាខៅប្រទាយមានជ័យក៏ពេញដូចគ្នាអញ្ចឹងពេញដូចគ្នានឹងមានវត្តអារាមជួយកាត់បន្ថយផងណាបើប្រឡែងចេញពីវត្តមកបើយើងនិយាយឲ្យអសរោះស្ដាប់ហើយស្រួលស្ដាប់ថាមកវត្តដូចជាមកក្រោលអញ្ចឹងទៅវត្តខ្លះ200អង្គ100អង្គវត្តដែលមានពុទ្ធកៈហើយសឹកតែក្មេងអត់ម្ដាយអត់ឪពុកម៉ែឪចំណាក់ស្រុកអត់អាណាព្យាបាលដល់តែទាញមកវត្តទៅអាចគ្រប់គ្រងស្ថានភាពបានខ្លះហើយដល់ទៅប្រឡែងចេញពីវត្តទៀត100ទៅ80ហើយគ្រឿងញៀនលបែងហើយបើទៅ80ហើយក៏អស់គុកដាក់ទៅទៀតហ្នឹងណាបាទអញ្ចឹងហើយដល់កាលណាមនុស្សជាប់គុកច្រើនពេកប្រទេសយើងកំពុងអភិវឌ្ឍត្រូវការណែគេហៅថាធនធានមនុស្សក្នុងការធ្វើការហើយបើធនធានមនុស្សនៅក្នុងគុកអស់ហើយយកពីណាមកអភិវឌ្ឍហើយវិនិយោគក៏ដោយនេះវែងឆ្ងាយទៅចុះវិនិយោគគេមកវិនិយោគប្រទេសយើងត្រូវការកម្លាំងពលកម្មក្នុងស្រុកជាចម្បងជៀសវាងការចំណាយហើយបើសិនតែមកវិនិយោគស្រុកយើងអត់មានកម្លាំងពលកម្មឲ្យគេគ្រប់គ្រាន់ទេគេទៅជួលកម្លាំងពលកម្មពីខាងក្រៅមកថែមវាខាតពួកកម្លាំងពលកម្មពីខាងក្រៅវាថ្លៃហួសពេកហើយដល់តែមកខាតពីណាគេចង់មកអនុវត្តចង់អភិវឌ្ឍចង់រកទទួលទាននៅស្រុកយើងទៀតក៏អត់ទេអញ្ចឹងគឺកម្លាំងពលកម្មនេះជាកត្តាចម្បងហើយកម្លាំងពលកម្មសប្តាហ៍ថ្ងៃមិនមែនត្រូវការកម្លាំងបាយតែមួយមុខទេត្រូវការកម្មករជំនាញហើយកម្មករជំនាញបន្តទៅទទួលបានការអប់រំអញ្ចឹងការអប់រំក្នុងផ្នែកណាក៏ដោយមិនថាសាសនាមិនថាផ្នែកពុទ្ធចក្រអាណាចក្រអីទេគឺថាទាមទារឲ្យលើកកម្ពស់ការអប់រំហើយការអប់រំនេះគឺចាំបាច់ហើយខ្ញុំកណាសូមប្រគេនទៅព្រះគ្រូចៅតកាបន្តិចថាសិស្សសាមណនិស្សិតពេលណាចូលកងមានដល់100នាក់ជាងហើយអញ្ចឹងប្រគុណណាគុណម្ចាស់ពេលដែលចូលកងសិស្សមកពីក្រៅច្រើនក៏បីដែរសហការជាមួយនឹងកម្លាំងសមត្ថកិច្ចជាពិសេសអធិការក្រុងក៏ដូចជាមេប៉ុស្តិ៍ហើយនឹងពិនិត្យមើលសារធាតុញៀនសិនចាំឲ្យចូលមកគង់នៅណាព្រោះ100អង្គបើចូលតែមួយទៅហើយគឺថាគឺណា100អង្គតែចូលតែមួយទៅហើយគឺថាយូរមិនឆាប់ទេហើយអញ្ចឹងក៏បីមើលសិនណាពីណាមានដោះស្រាយឲ្យហើយតើអត់តមានរឿងក្រៅកាហាយដល់វត្តអារាមគឺណាព្រោះកូនអ្នកស្រុកមកបួសបើចេញពីអ្នករៀនចប់បណ្ឌិតបរិញ្ញាបត្រអនុបណ្ឌិតអីមកបួសអាហ្នឹងយើងអាចថាវាមិនសូវអីប៉ុន្តែអង្គខ្លះដូចតូចណាស់ហើយជួនកាលមកតាំងពីមិនទាន់បួសមានតាំងពីមិនទាន់បួសហើយដល់ទៅពេលអស់លុយមកបួសទៅបានលុយទៅគ្រាន់ប្រព្រឹត្តបន្តអញ្ចឹងជៀសវាងតែកាលដែលកន្លែងវត្តដែលជាកន្លែងប្រមូលផ្ដុំគ្រឿងញៀនយើងក៏បីតែពិនិត្យសិនក៏ណាឬក៏បើដូចវត្តខ្ញុំកណាខ្ញុំម្ចាស់3ខែពិនិត្យម្ដងបើយើងមានសត្វអីគាត់តែគេពិនិត្យបន្តិចហ្នឹងព្រោះវត្តខ្ញុំកណាមានថ្មីមករហូតកូនសិស្សថ្មីហើយប្រសង់ដែលជាកណ្ដកៈមកសុំនៅមកសុំរៀនដូចវត្តខ្ញុំកណាខ្ញុំម្ចាស់អត់បើកពុទ្ធកៈក៏ពិតមែនប៉ុន្តែប្រសង់រៀនទាំងអស់វាលែងតែលោកតាដែលចាប់ពីអាយុ40ឡើងទេដែលលោករៀនចប់ឬក៏ថាលោកវាវ័យជ្រេទៅហើយទេបើក្រៅពីហ្នឹងរៀនទាំងអស់សាមណេរតូច
អាយុ7ឆ្នាំ8ឆ្នាំរៀននឹងមួយខែមួយឆ្នាំបងសាលាប្រគេនក្នុងមួយអង្គជាង1000សាមណេរដែលរៀនសាលាលោកហ្នឹងក្នុងមួយអង្គហ្នឹងជាង1000ក្នុងមួយឆ្នាំឲ្យរៀន7 8 9 10អង្គទៅឃើញណាអញ្ចឹងបើថាមួយអង្គមួយឆ្នាំ1000គ្រាន់តែ10អង្គមួយឆ្នាំជាង10000ណាហើយនៅប្រសង់ដែលលោកចូលដល់អនុវិទ្យាល័យវិទ្យាល័យនិងមហាវិទ្យាល័យផ្សេងទៀតអាហ្នឹងគឺរាប់លេខអស់ហើយអញ្ចឹងគឺថាការអប់រំហ្នឹងគឺថាមិនស្ដាយទេក្នុងការអប់រំប៉ុន្តែអប់រំមនុស្សដែលត្រឹមត្រូវអញ្ចឹងជៀសវាងភាពក្តៅក្រហាយក្នុងវត្តក៏ដូចជាការអាប់អោននៃតម្លៃពុទ្ធសាសនាខ្ញុំកណាប្រគេនអញ្ចឹងថាពិនិត្យទៅសហការគ្នាជាមួយនឹងអត្តការក្រុងទៅមុនបើកកងបើកប្រវេសនកាលប្រមូលទាំងអស់ហើយបើមានឲ្យអត្តការស្ងាត់ដោះស្រាយកិច្ចការងារហ្នឹងទៅប៉ុន្តែបើមិនមានទេគឺការពារទៅ3ខែឬ6ខែពិនិត្យម្ដងទី1ដើម្បីធានាឲ្យបានថាធនធានមនុស្សដែលយើងកំពុងតែបណ្ដុះនេះមិនមែនជាឆ្លៀងរបស់សង្គមទេតែថ្ងៃមុខគឺនឹងបានទៅជាឆ្អឹងរបស់សង្គមឬក៏សរសៃឈាមរបស់សង្គមអញ្ចឹងបញ្ហានេះវាមិនមែនលើកបើកកាយអីទេប៉ុន្តែប្រសង់ក៏កូនអ្នកស្រុកដូចគ្នាហ្នឹងហើយពីមុនអ្នកប្រាជ្ញភាគច្រើនមានគតិបណ្ឌិតចង់រៀនចង់សូត្រក៏រត់មកបួសមកសុំបួសប៉ុន្តែសប្តាហ៍ថ្ងៃទីពឹងឬក៏ថាអស់ទីពឹងតលផ្លូវទៅមកបួសអញ្ចឹងមកពិបាកដែរមនុស្សអញ្ចឹងព្រោះបើយើងដោះស្រាយមុនបង្ការមុនវាងាយស្រួលជាជាងយើងធ្វើឲ្យមានស្រេចទៅហើយជេរនៅជេរលោកក៏ទៅជេរដោយទាំងអស់ហើយលោកធ្វើឲ្យធ្លាក់ចុះពុទ្ធសាសនាអី1 2អីចឹងទៅប៉ុន្តែតាមពិតគឺអត់អញ្ចឹងទេគឺថាអង្គខ្លះលោកទៅបួសហើយវាកើតរឿងអញ្ចឹងយើងបន្ទោសមិនបានដែរព្រោះក្រុមគ្រួសារមួយណាញាតិញោមពុទ្ធបរិស័ទអាយដាមលោកទាវកូនយ៉ាងច្រើនមិនលើស10នាក់ទេក្នុងមួយគ្រួសារកូនយ៉ាងច្រើនថា10នាក់ចុះហើយនៅគ្រប់គ្រងអត់អស់ហើយចុះប្រសង់ដូចវត្តផ្សារកដាលនេះកូនបរិយជាអត់ម៉ែផងនោះណាអត់មេផងមានតែបាហើយកូន100ជាងអ្នកឲ្យតែមើលមិនអស់ណាហើយកូនកើតមកមិនមែនកូនធំអីប៉ិនគ្នាទៀតពិបាកបដៅណាបើតែកូនតូចស្រេចមកត្មងស្រួលបដៅខ្លះណាបើធំស្រេចបានគេយកមកឲ្យនេះបើថាបើធ្លាប់ខូចហើយគឺងាយទេងាយនឹងបដៅទេមិនងាយទេអញ្ចឹងដើម្បីជៀសវាងហ្នឹងគឺថាកបីយកចិត្តបានហើយក្នុងរដ្ឋនីតិកាលទី7នេះរបស់រាជរដ្ឋាភិបាលនេះគឺថាសង្កត់ធ្ងន់លើវិស័យគ្រឿងញៀនអញ្ចឹងក្នុងវិស័យពុទ្ធសាសនាយើងក៏តែគប្បីតែប្រយ័ត្នប្រយែងលើវិស័យនឹងដែរជៀសវាងការធ្លាក់ចុះនៃតម្លៃពុទ្ធសាសនាមានប៉ុណ្ណឹង